ដែរខ្ញុំជាគ្រូបច្ចេកទេសខាងក្រុមហ៊ុនតន្ត្រីមាសបានចុះមកសហគមន៍បន្លែកសិកម្មទំនើបនៅខាងឃុំត្បែងស្រុកទីស្រីប្រាប់ពលហ្នឹងគឺចុះមកសួរសុខទុក្ខនិងតាមដានទៅលើដំណាំបន្លែរបស់គាត់ដែលបានបាញ់បានរយៈពេល3ថ្ងៃគិតចាប់ពីថ្ងៃទី14មកដល់ថ្ងៃទី17អញ្ចឹងខ្ញុំសូមសំណេះសំណាលជាមួយសហគមន៍មន្ត្រីសហគមន៍បាទជម្រាបសួរបងបាទជម្រាបសួរបាទបងជួយណែនាំពីឈ្មោះហើយនិងទីតាំងសហគមន៍ដែលយើងនៅរាល់ថ្ងៃនេះបងបាទខ្ញុំបាទឈ្មោះថតភេនជាសមាជិកសហគមន៍កសិកម្មទំនើបសរសៃសហគមន៍យើងមានទីតាំងស្ថិតនៅក្នុងភូមិថ្មជួលភូមិត្បែងស្រុកមន្ទីរស្រីខេត្តសៀមរាបបាទអាចសុំសួរពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីថ្នាំពីវគ្គដំបូងហ្នឹងបងបានបាញ់ពីថ្ងៃទី14អញ្ចឹងខាងបងឃើញការខុសប្លែកប៉ុណ្ណាដែរឃើញវាការលូតលាស់ដូចជាវាល្អជាងមុនវាស្លឹកវាដូចជាលលាតស្មើខ្លាំងហើយវាមានកម្លាំងในការលូតលាស់មានកម្លាំងការលូតលាស់បាទអញ្ចឹងបន្ទាប់ពីយើងបានសំណេះសំណាលខាងកសិកម្មភក់សហគមន៍រួចមកតោះយើងនឹងទៅពិនិត្យមើលបន្លែដែលគាត់បានប្រើប្រាស់ជីថ្នាំខាងក្រុមហ៊ុនត្រីមាសអញ្ចឹងយើងទៅមើលពីការប្រើប្រាស់ជីថ្នាំនៅខាងសហគមន៍បាន3ថ្ងៃហ្នឹងណាសម្រាប់ការដកទងសម្រាប់ការលូតលាស់ដកធាងដកទងរបស់វាហ្នឹងគឺមានការលូតលាស់ល្អស្លឹកវាមានកម្លាំងហើយប្រព័ន្ធឫសវាដើមវាលូតលាស់បានល្អអញ្ចឹងបងប្អូនអាចមើលបានដល់គ្នាបន្ទាប់ពីយើងបានឃើញការបាញ់និងការចុះមកតាមដានរយៈពេល3ថ្ងៃនេះអញ្ចឹងយើងនឹងរងចាំទស្សនានៅវីដេអូបន្ទាប់នៅសប្តាហ៍ក្រោយបាទចាំយើងបាញ់នៅថ្ងៃអាទិត្យអញ្ចឹងអរគុណច្រើនបងសម្រាប់ការចុះជជែកលេងពិភាក្សានិងការណែនាំដល់ជាកសិករយើងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ឬក៏ចង់ដឹងពីការប្រើប្រាស់ជីថ្នាំក្រុមហ៊ុនត្រីមាសអាចតាក់ទងមកតាមលេខទូរស័ព្ទខាងក្រោមវីដេអូនេះបានឬក៏តាម page នៅខាងក្រោមវីដេអូនេះបានឬក៏តាក់ទងមកផ្ទាល់ VSR ត្រីមាសសូមអរគុណ